บางคนก็หอมសេកគំរួនធ្វើការបណ្ដាលជាមួយកីឡាករង៉ែតរដ្ឋានៅក្នុងពេលនេះខ្ញុំបាទសូមអនុញ្ញាតជម្រាបជូនអំពីជីវប្រវត្តិសង្ខេបគូទី1ដែលជាគូបើកឆាកនៅក្នុងកម្មវិធីប្រចាំសប្តាហ៍នេះគឺជាការបណ្ដាលរវាងកីឡាករបង្គោលក្រហមគុជវាសនាមានអាយុ19ឆ្នាំកម្ពស់ 1.72 m ទម្ងន់57 គីឡូក្រាមពុំធ្លាប់ប្រកួតនៅលើសង្វៀន CTN នោះទេគឺជាកីឡាករមកពីក្លឹបកីឡាប្រដាល់គុជសាកីឡាមានស្រុកកំណើតនៅភូមិព្រៃតកើភូមិសំចាក់រ៉ែខណ្ឌមានជ័យរាជធានីភ្នំពេញគ្រូបង្ហាត់លោកផាន់ផាណាបង្គោលខៀវនីវណ្ណៈអាយុ22ឆ្នាំកម្ពស់ 1.65 m ទម្ងន់57 គីឡូក្រាមធ្លាប់ប្រកួតនៅលើសង្វៀន CTN ចំនួន10 ដងឈ្នះ6 ដងស្មើ2 ដងចាញ់2 ដងនៅក្នុងការជួបបានទទួលជ័យជំនះទាំង6 ដងគឺដួលដៃគូឲ្យសន្លប់ចំនួន4 ដងជាកីឡាករមកពីក្លឹបកីឡាប្រដាល់ឃ្លាំងមឿងកីឡាខេត្តកូសាន់មានស្រុកកំណើតនៅភូមិសួស្ដីភូមិតលាស់ស្រុកមូងរិស័យខេត្តបាត់ដំបងគ្រូបង្ហាត់លោកសុកវិជ័យពីថ្វាយបង្គំគ្រូបានចប់ដោយបរិបូរណ៍នៅក្នុងពេលនេះលោកអាញាកណ្ដាលហៅកីឡាករទាំងពីរមកកណ្ដាលដើម្បីស្ដាប់លក្ខន្តិកៈនៃការប្រកួតដួលហាមថែមហាមចាប់សរិងវីអាញាកណ្ដាលឲ្យឈប់ត្រូវតែឈប់ហាមវីកញ្ចឹងកពីក្រោយត្រូវប្រកួតឲ្យអស់ពីសមត្ថភាពទាំងក្រុមត្រៀមគូទី1ទឹកទី1គូទី1ទឹកទី1បង្គោលក្រហមគុជវាសនាបង្គោលខៀវនីវណ្ណៈបាទៀបជាងគុជវាសនាដល់ទៅ7 សង់ទីម៉ែត្រអ្នកឆ្វេងតាមឆ្វេងម្ដាយទៀតអត់ចូលមិនដែលប្រកួតទេបាទវាសនានៅលើសង្វៀន CTN នេះគឺជាលើកទី1របស់គេគាត់ក្រោមអោបជង្គង់របស់វណ្ណៈវាសនាកាច់ជង្គង់អត់ចូលជង្គង់ឆ្វេងខ្ទាស់ជើងរូកែងជង្គង់លោកម៉ងស៊ីថនចាប់បំបីលោកបានប្រមាណទឹកដែរបាទគុជវាសនានេះវណ្ណៈនោះ10ប្រកួតហើយទទួលជ័យជំនះចំនួន6ប្រកួតនៅក្នុងការទទួលបានជ័យជំនះទាំង6ប្រកួតនោះគឺទទួលដៃគូឲ្យសន្លប់ចំនួន4ប្រកួតអោក្រាញរុញជង្គង់ឆ្វេងពេញល្អណាស់ជង្គង់ស្ដាំនេះប៉ុណ្ណារុញចេញមើលទៅគុជវាសនាបាទគួរជាងចូលវាសនាតតក្រោមកែងមួយកែងសងវិញវណ្ណៈកាច់លោកម៉ងស៊ីថនចាប់បំបីស្ដាំឆ្វេងរូកែងញ៉ាកណ្ដាលបំបីតតក្រោមអោបមួយសាទៀតនេះវណ្ណៈទៀបជាងគុជវាសនាដល់ទៅ7 សង់ទីម៉ែត្រឯណោះបាទប៉ុន្តែចំពោះបទពិសោធន៍នៃការប្រកួតគឺគុជវាសនាពុំធ្លាប់ប្រកួតនៅលើសង្វៀន CTN នោះទេស្ដាំម្ដាយប៉ុន្តែមើលទៅនេះវណ្ណៈហាក់បីដូចជាទុនទៅហើយស្ដាំវាអត់ចូលរូកែងតត់ស្ដាំមួយជើងល្អណាស់វាសនាតត់ស្ដាំវាស្ដាំម្ដាយតត់ស្ដាំក្រោមវាស្ដាំតអត់ត្រូវសងស្ដាំវិញអោបទាត់ក្រោមចុងទឹកទៅហើយជាងកីឡាករគុជវាសនាធ្វើការបណ្ដាលជាមួយកីឡាករនីវណ្ណៈបាទនីវណ្ណៈដូចជា
ប្រើកម្លាំងអស់ពីយប់ឬក៏ពីម្សិលយ៉ាងម៉េចទេបាទទឹកទី1អំបញ្ញមិញចង់ទុនទៅហើយតតស្ដាំធាក់ស្ដាំតតសងពីស្ដាំទួនផងដែរវាសនាដើរចូលវាសនាជង្គង់វណ្ណៈជង្គង់វាសនាជង្គង់វណ្ណៈជង្គង់វាសនាពេញតោះជើងវាស្ដាំរុញផ្អាប់ទៅនឹងសង្វៀនរូបកាយរុញផ្អាប់ទៅនឹងសង្វៀនលោកអាញាកដាលបំបែកតាមពិតអត់គួរបំបែកទេបាទតតស្ដាំតាមស្ដាំតតឆ្វេងខនីវណ្ណៈស្ដាំគុជវាសនាអាចប្រើកម្ពស់របស់ខ្លួនដែលមានប្រៀបជាងនីវណ្ណៈបានឬមិនបានកាចជង្គង់លោកអាញាកដាលបំបែកតាមស្ដាំម្ដាយទៀតកាចលោកអាញាកដាលចាប់បំបែកគាត់កងខ្មងមើលទៅនេះវណ្ណៈដូចអស់កាឡាវាយទៅហើយបាទងាកចូលអោបបិទភ្នែកទៀតបាទស្ដាំអោបចោះជើងពិបាកអត្ថាធិប្បាយដែរជំរាបតាមត្រង់បាទដល់តែវាយអញ្ចឹងអោបទៀតបាទលើគុជវាសនារកផ្លេពេលចូលអោបនោះមានឱកាសវាយបកឬអត់អោបទៀតបាទបាច់វាទេបាទគិតតែវាអោបទៅកាច់គាត់វិញគាត់ស្ដាំមកជើងល្អណាស់គាត់សងស្ដាំខកែងអោបមកសាទៀតជង្គង់ស្ដាំពីដៃទួនគាត់ស្ដាំក្រៀកកជង្គង់នៅផ្លែល្អបាទកីឡាករអាចនៅវាជង្គង់គ្នាបានអាញាកដាលបញ្ញាបំបែកពេកបាទគាត់ពីជើងទួនទាញអូយាកែកទាស់ជើងអាញាកដាលបំបែកបាទដៃកទេបើកីឡាករណាមួយទាស់ជើងនោះបំបែកបាទតាមស្ដាំតតស្ដាំមកជើងទៀតវាពីដៃទួនគុជវាសនានីវណ្ណៈសម្រុកចូលជង្គង់របស់នីវាសនាបាទទៅគុជវាសនាទៅនីវណ្ណៈគុជវាសនាឯណាបាទ87 023 880 137បាទឥឡូវសូមតាមដានទស្សនាទឹកទី4បាទសម្រុកចូលតែម្ដងនីវណ្ណៈជង្គង់របស់គុជវាសនាគុជវាសនាទុនតាំងពីទឹកទី3មកម្លេះបាទព្រោះថានេះគឺជាលើកទី1របស់គេស្ដាំកែងរូបកែងញ៉ាំកដាលបំបែកពេលស្ដាំក្បាលពោះតាមស្ដាំម្ដាយទៀតអូយសងស្ដាំវិញជង្គង់ស្ដាំតជង្គង់បាទផុតមិនផុតទឹកទី4បាទគុជវាសនាជង្គង់ទាស់ជើងអត់ជាប់អាញាកដាលបំបែកស្ដាំអាយ៉ាឲ្យម្ដងសម្រុកចូលអត់មានធ្វើអីទេអាញាកដាលបំបែកជង្គង់របស់នីវណ្ណៈអាញាកដាលបំបែកយាស្ដាំម្ដាយត្រូវស្ដាំវិញអោបជង្គង់ហើយមើលទៅនីវណ្ណៈរបៀសរឿងចាប់ខ្សែរីងបាទនឹងមានការដកបន្ទូឬអត់ចាប់ខ្សែរីងហ្នឹងបាទបើយកសក្រិតត្រូវតែដកបន្ទូបាទបានយុត្តិធម៌អាញាកដាលបំបែកស្ដាំពីដៃទួនតតស្ដាំថ្នមធាក់ត្រូវស្ដាំម្ដាយតតស្ដាំ
ជង្គង់ស្ដាំរុញបញ្ចេញមួយពីរពេញល្អណារបស់វាសនាទាត់ស្ដាំតាមស្ដាំម្ដាយវិញរបស់នេះវណ្ណៈជង្គង់ទុនហើយស្ដាំអូយអាយ៉ាងកណ្ដាលរួមអាយ៉ាងដែរបាទខ្ញុំហ៊ាននិយាយកំណាព្យខ្មែរខ្ញុំគ្រាន់តែនិយាយពាក្យថាទឹកឡើងទឹកស្រកបាទ5 6 7 8បន្តការប្រកួតបាទក្នុងទឹកទី4នេះវណ្ណៈត្រូវបានអាញាកណ្ដាលរាប់8ស្ដាំជង្គង់ឱកាសមានហើយគុជវាសនាអត់មានធ្វើអីបាទអូវត្តកែងកាច់យើងឯនេះចេះតែតឹងទ្រូងបិណ្ឌកីឡាករនៅគ្នាមិនដឹងតឹងបណ្ណាហត់ណាចប់ទឹកគុជវាសនាបង្គោលក្រហមនេះវណ្ណៈបង្គោលខៀវបាទរក្សាលំនឹងឲ្យជាប់បាទគុជវាសនាព្រោះថានេះវណ្ណៈក្តៅលើកជាហើយពេញមុខពេញស្ដាំរបស់នេះវណ្ណៈពេញជង្គង់ចាប់ជើងរុញជង្គង់តាមជង្គង់បាទមួយយ៉ាងម្នាក់បាទចូលដល់ទឹកទី5បាទពិសេសមែនទេស្ដាំមួយជើងរបស់នេះវណ្ណៈពីរជើងនេះវណ្ណៈត្រូវស្ដាំម្ដាយរបស់វាសនាស្ដាំ1 2អោបមើលទៅបាទគុជវាសនាមិនដឹងថាធ្វើអីនេះវណ្ណៈដែរចាប់ផ្ដើមរកឱកាសគេអោបវិញដែរបាទគាត់ក្រោមស្ដាំម្ដាយរបស់វណ្ណៈជង្គង់វាសនាទាស់ជើងអាញាកណ្ដាលបំបីមួយពីរអត់ត្រូវបាទអោមកសាទៀតជង្គង់ទាត់ស្ដាំអត់ត្រូវខ្យល់ទៅទេបាទវិញរបស់វណ្ណៈស្ដាំវណ្ណៈវាឲ្យវាសនាបើចូលពាក្យមិនបានស្ដាំខុសជង្គង់តាមស្ដាំម្ដាយទៀតសងវិញអូយលើកជើងមិនរួចបាទតែកណ្ដាលបំបីស្ដាំម្ដាយល្អជង្គង់អូយឈូយកស្ដាំបែរយ៉ាត់ធាត់ត្រូវឆ្វេងពីជង្គង់អាយ៉ាកណ្ដាលលោកម៉ងស៊ីថនបំបីតត់ស្ដាំមន់ចាក់ស្រូវហើយស្ដាំម្ដាយជង្គង់តាមជង្គង់ឆ្វេងជង្គង់ស្ដាំត្រូវស្ដាំម្ដាយរបស់នេះវណ្ណៈពោះដៃគ្នាមួយចាប់ទឹកទី5អូយហត់ណាស់បាទបន្តិចទៀតលោកស្រីនាងកញ្ញានឹងបានជ្រាបលទ្ធផលនៅក្នុងការប្រកួតគូទី1រវាងកីឡាករបង្គោលក្រហមគុជវាសនានិងបង្គោលខៀវនីវណ្ណៈបាទនៅក្នុងពេលនេះបាទលោកកញ្ញាកណ្ដាលគឺលោកម៉ងស៊ីថនកំពុងតែប្រមូលក្រដាស់ពិន្ទុអំពីសំណាក់គណៈចៅក្រមទាំង5រួមមានលោកស៊ិនប៊ុនធឿនលោកប៊ូវិឡុងលោករងប៊ុនរ៉ាក់លោកប៉ៅកំអានបាទនិងលោកហួតសេងត្រីលទ្ធផលនៅក្នុងគូទី1នេះគឺបង្គោលក្រហមនិងបង្គោលខៀវដោយពិន្ទុបាទការប្រកួតលើកទី1របស់គុជវាសនាបាទគឺត្រូវបានទួលជ័យជំនះដោយពិន្ទុបាទគឺកីឡាករជ័យវណ្ណៈអាយុ24ឆ្នាំកម្ពស់1.64 ម៉ែត្រទម្ងន់60គីឡូក្រាមដូចគ្នាបាទប្រវត្តិប្រកួតចំនួន
73 ដងឈ្នះ44ដងស្មើម្ដងចាញ់28ដងហើយមកពីក្លឹបប្រដាល់ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់បាទស្រុកកំណើតនៅភូមិកំណប់ឃុំស្វាយក្រវ៉ាន់ស្រុកច្បារមនខេត្តកំពង់ស្ពឺបាទគ្រូបង្ហាត់គឺលោកគ្រូសុកវិជ័យបាទប្រកួតចុងក្រោយគឺឈ្នះកីឡាករព្រំវីដោយពិន្ទុបាទអាញាកណ្ដាលលើសុយវៀនគឺតម្រូវទៅលើលោកទេសរិនចៅក្រមត្រៀមពិសេសទី3ទឹកទី1បាទលោកទស្សនាជាបន្តគូពិសេសទី3ទឹកទី1បង្គោលក្រហមទីប៉លេតបង្គោលខៀវជ័យវណ្ណៈបាទស្វាគមន៍មកជើងស្ដាំបវណ្ណៈវណ្ណៈធាក់ស្ដាំបាទដាំដូចសងប៉លេតសងឆ្វេងបាទសូមអធិស្ឋានធាក់ស្ដាំបវណ្ណៈទាត់ក្រោមមួយបោះប៉ុនឡេតបបណៈសងឆ្វេងបញ្ចាប់អោបអញ្ញាកណ្ដាលលោកទេសរិនបញ្ចាប់រុញមកកណ្ដាលសៃវៀនដើម្បីបន្តការប្រកួតជាបន្តទៀតបាទមកជើងឆ្វេងនេះបោះប៉ុនឡេតបាទបណៈសងស្ដាំវិញមិនឲ្យចាញ់ចិត្តទេគូនេះទឹកទី1ស្ទាបស្ទង់បណ្ដែមើលទៅហាក់ដូចជាមិនស្ទាបស្ទង់ទេគឺចូលទៅវាយយកតែម្ដងណានេះចលោចាញ់តារាច់ស្ដាំមួយបោះប៉ុនឡេតលោឆ្វេងទាត់ក្រោមមកជើងស្ដាំនេះចំបែកកង់ទៅហើយជ័យវណ្ណៈចាំមើលយ៉ាងម៉េចហើយអាញាកណ្ដាលរាប់6 7បាទងក់ក្បាលថាមិនអីទេបន្តការប្រកួតជាបន្តទៀតមើលទីប៉ុនឡេតមានព្រៀបហើយជើងបាទចូលចន្លោគឺកាប់មកជើងស្ដាំនេះធ្វើយ៉ាងណាបំបែកកង់ជ័យវណ្ណៈបើជ័យវណ្ណៈអោបជង្គង់ស្ដាំបប៉ុនឡេតវណ្ណៈថែមឆ្វេងសងបើឆ្វេងជង្គង់បវណ្ណៈបាទញ៉ាកណ្ដាលលំបែកបាទមើលទៅដូចជាមិនទាន់បាត់ឈឺទេសម្រាប់វណ្ណៈប៉ុន្តែចិត្តជាកីឡាករបាទដើរចូលមិនខ្លាចទេបាទជង្គង់ស្ដាំបប៉ុនឡេតហើយកណ្ដាលរៃវៀនវណ្ណៈដើរចូលជាបន្តទៀតចាប់អោបបញ្ញាកណ្ដាលលោកទេសរិនមកបែកកន្លែងនេះដើរចូលកាប់មកជើងឆ្វេងបាទស្ដាំសងបវណ្ណៈចូលចូលប៉ុនឡេតកាប់មកជើងស្ដាំថែមបាទម៉ាត់ឆ្វេងស្ដាំបវណ្ណៈថែមជង្គង់ឆ្វេងបាទស្ដាំសងប៉ុនឡេតបាទដើរចូលមកជើងស្ដាំបវណ្ណៈបាទប៉ុនឡេតខោម្ដាយឆ្វេងបាទម្ដាយស្ដាំបវណ្ណៈសងបើប្រសិនបើវ័យបែបនេះគឺកីឡាករគឺមានឲ្យនឹងអ្នកចូលរួមទស្សនាផ្ទាល់គឺមានទឹកចិត្តក្នុងការមើលនិងការគ្រប់គ្រងគឺទឹកចិត្តជាអ្នកកីឡាករគឺវ័យមិនខ្លាចទេបើចូលជាបន្តទៀតមកជង្គង់ស្ដាំសងរបស់ប៉ុនឡេតនៅកន្លែងនេះហើយតិចប្រកាសជាគេសង្គ្រប់មកពិបាកនឹងការតទល់ទៅវិញប៉ុន្តែគឺជ័យវណ្ណៈរឹងមាំបានល្អបើចូលទៅថែមមកជើងឆ្វេងរបស់ជ័យវណ្ណៈដើរចូលមកកាយឆ្វេងរបស់វណ្ណៈប៉ុនឡេតតែជង្គង់ស្ដាំតែតិចនេះកីឡាករទាំងពីរនេះគឺល្អផាកផែលគ្នាគឺវាយទៅល្អមើលតែម្ដងចូលជង្គង់ស្ដាំរបស់វណ្ណៈប៉ុនឡេតថែមស្ដាំសងវណ្ណៈថែមឆ្វេងស្ដាំរបស់ប៉ុនឡេតថែមស្ដាំតែដើរចូលលោចាប់អោបជាបន្តទៀតបាក់កាច់វាកាច់រុញបោបជង្គង់ឆ្វេងបវណ្ណៈស្រាលប៉ុនឡេតសងឆ្វេងវិញដើរចូលជាបន្តទៀតចាប់អោបរុញតាញាកណ្ដាលបបែកបើកន្លែងនេះបើសិនជាអត់បបែកអីជង្គង់គឺលោណាស់មកជង្គង់នោះដេកល្មមបើថែមម្ដាយស្ដាំប៉ុនឡេតជង្គង់ឆ្វេងបវណ្ណៈបើជង្គង់ស្ដាំប៉ុនឡេត
បន្លែថែមជង្គង់ឆ្វេងស្រាលមិនត្រូវទេចូលជង្គង់ឆ្វេងបណ្ណាស្ដាំបណ្ណាបន្លែសងស្ដាំវិញសងទៅសងមកឆ្វេងស្ដាំមកជើងស្ដាំបោះបន្លែបណ្ណាដល់ចូលមកដៃស្ដាំបោះបណ្ណាល្អណាស់ឥឡូវនេះមកកែងឆ្វេងបោះបណ្ណាមិនត្រូវបើសិនជាត្រូវអាចនឹងមានបញ្ហាបន្លែចូលកាត់ក្រោមមកដៃខោឆ្វេងជង្គង់ស្ដាំជង្គង់ឆ្វេងសងបោះបណ្ណាបន្លែដើរចូលចាក់ឆ្វេងក្រោមមកជើងស្ដាំមកកែងឆ្វេងជង្គង់សងស្ដាំចាប់អោបរុញជង្គង់ស្ដាំបានមួយទៀតបើឃើញថាទីបន្លែចេញជង្គង់ច្រើនជាងចេញជើងវាច្រើនជើងស្ដាំដរិចឆ្វេងមួយបោះបន្លែអត់ត្រូវទេកណ្ដាលសេមានដើរចូលមកដៃខៅឆ្វេងបោះបន្លែសងជង្គង់ឆ្វេងបន្លែអញ្ញាកណ្ដាលបំបែកបាននៅចាំបានថាលោកគ្រូទេសរិនជាគ្រូបង្ហាត់បណ្ដាលមួយដ៏ល្អដែរកីឡាកររបស់គាត់គឺល្អមែនបាទមានការចូលរួមទាំងខាងស្ថានីយទូរទស្សន៍ទាំងសហព័ន្ធប្រដាល់គឺរួមគ្នាដើម្បីកីឡាដើរចូលជាបន្តទៀតជង្គង់ឆ្វេងមកវណ្ណៈជាប់ទឹកទី2ពលខៀវជ័យវណ្ណៈបាទចូលអត់នៅរងចាំយូរទេចូលវាយយកតែម្ដងបាទចូលអោបជង្គង់ស្ដាំមកវណ្ណៈដើរចូលបាទឆ្វេងមកផ្លែតបាទដើរចូលជើងហៅក្រោមមកដៃស្ដាំម៉ាត់រុញចាប់អោបជង្គង់ស្ដាំបវណ្ណៈដើរចូលជាបន្តទៀតមកជើងឆ្វេងបវណ្ណៈថែមមកកែងស្ដាំចាប់អោបបន្លែតតាមជង្គង់ស្ដាំបវណ្ណៈដើរចូលជាបន្តទៀតធាក់ចាប់ជើងជាប់មកដៃស្ដាំកន្លែងនេះបងបន្លែតរុញចាប់អោបបើឃើញតែចំហនៃការវាយរបស់បន្លែតនឹងបណ្ណានោះគឺល្អណាស់ហើយប្រសិនបើការវឹកហាត់អីដិតដល់ទៀតខ្ញុំជឿជាក់ថាប្រកាសជាដល់កម្រិតអន្តរជាតិជាមិនខានបើឡូវដើរចូលជាបន្តទៀតស្នាក់បកគលគៀវជ័យវណ្ណៈដើរចូលចាប់អោបបន្លែតចាក់សោកន្លែងនេះមិនឲ្យជង្គង់បានទេព្រោះថាកីឡាករបើចូលទៅមិនមានការប្រយ័ត្នជើងទេជង្គង់ចូលឈឺណាដើរចូលជាបន្តទៀតរុញចាប់អោបទួអ្វីមិនបានអញ្ញាកណ្ដាលឃើញថាធ្វើអីអត់បានចាប់បបាយមកកណ្ដាលសើវៀនវាយគ្នាបន្តទៀតចូលកន្លែងនេះបានមកដៃស្ដាំរុញចាប់អោបចាក់សោជាបន្តបានមកជើងស្ដាំបបន្លែតថែមខៅស្ដាំបបន្លែតជង្គង់ឆ្វេងសងបាទឆ្វេងស្ដាំបាទឃើញថាសងមានទៅមួយទៅពីរមកមួយទៅមួយមកច្រឡំមើលគូនេះចូលជាបន្តទៀតជង្គង់ស្ដាំបបន្លែតថែមស្ដាំឆ្វេងសងបវណ្ណៈបាទឆ្លងកាត់ការប្រកួត3ទឹកមករួមទាំងទឹកនេះមិនទាន់មានអ្នកណាមានព្រៀបទេគឺប្រហែលគ្នាបដំអសងហ្នឹងល្អមើលចូលបន្តទៀតជង្គង់ស្ដាំថែមស្ដាំឆ្វេងបាទឆ្វេងស្ដាំសងដែរតែស្រាលបាទដើរចូលជាបន្តធាក់តុបស្ដាំមួយបាទវណ្ណៈខោជើងទាត់ក្រោមអត់ត្រូវទេបន្លែតិចគាត់មកដៃស្ដាំមកវណ្ណៈដើរចូលចាប់អបជង្គង់ស្ដាំមកវណ្ណៈជង្គង់ឆ្វេងបោះបន្លែតាមឆ្វេងដើរចូលជាបន្តទៀតកន្លែងនេះបានមកជើងស្ដាំមកវណ្ណៈបន្លែបែងជើងផ្ដួលកន្លែងនេះបងដែរយុទ្ធសាស្ត្របន្តឲ្យកម្លាំងរបស់សត្រូវកន្លែងនេះមកជើងស្ដាំល្អណាស់បងវណ្ណៈផ្ងាក្រោយបន្លែដើរចូលចាប់ទឹកទី3ថា
3 ទឹកកន្លងមកមានការសងទៅសងមកពីសំណាក់កីឡាករទាំងពីរមើលទៅបន្ទុកមិនទាន់ដាច់ទេគឺបដំប្រសងគ្នាអញ្ចឹងហើយធ្វើឲ្យកីឡាករទាំងពីរនេះមានទឹកចិត្តក្នុងការប្រកួតជាបន្តទៀតគឺថាបើកាលណាបន្ទុកស្មើគ្នាអញ្ចឹងគឺមានកម្លាំងវៃតែម្ដងណាវៃដើម្បីយកឈ្នះឥឡូវមកទស្សនាជាបន្តបាទទឹកទី4ទីបន្លែតបង្គោលក្រហមជ័យវណ្ណៈបង្គោលខៀវហើយដល់ចូលស្វាគមន៍គ្នារុញអោបជង្គង់ឆ្វេងបោះបន្លែតបាទដើរចូលជាបន្តបាទមកជើងឆ្វេងបោះវណ្ណៈដើរចូលរុញបោកនេះក៏ល្អដែរធ្វើម៉េចកុំឲ្យដៃគូមកចិត្តខ្លួនបានប៉ុន្តែវណ្ណៈអង្គជាយាមចូលចិត្តបានណាកន្លែងនេះចូលកែងស្ដាំមកវណ្ណៈបាទបន្លែតាមជង្គង់ស្ដាំអត់ត្រូវទេអញ្ញាកដាលលោកទេសរិនមកបាយមកកដាសេវៀនតមកដៃឆ្វេងរបស់វណ្ណៈជង្គង់ស្ដាំរបស់បន្លែដើរចូលជាបន្តទៀតជើងឆ្វេងបវណ្ណៈម្ដាយខាងស្ដាំសងបវលេតតាមឆ្វេងមកជង្គង់ស្ដាំបវណ្ណៈដើរចូលឃើញថាទឹកចិត្តពុះកញ្ជ្រោលជាងទឹកមុនពីសំណាក់បង្គោលខៀវជ័យវណ្ណៈដើរចូលទីបន្តជង្គង់ស្ដាំមួយបវណ្ណៈបានណាកន្លែងនេះដើរចូលឆ្វេងស្ដាំបវលេតចាប់អោបជង្គង់ឆ្វេងមួយបានបបលេតមុនអាញាកដាលបំបែកបន្តការប្រកួតជាបន្តទៀតមកជើងស្ដាំបបលេតម្ដាយខាវរបស់បបលេតចាប់អោបជង្គង់ស្ដាំបបលេតតាមស្ដាំឆ្វេងសងបវណ្ណៈស្ដាំកណ្ដាលទឹកទី4មានការសម្រុកគ្នាទៀតហើយបន្តការប្រកួតមកជើងស្ដាំបវណ្ណៈស្ដាំថែមបវណ្ណៈគង់ឆ្វេងស្ដាំបញ្ញាកណ្ដាលបំបែកមើលទៅដូចជាអស់ចំហប្រកួតអញ្ចឹងហើយរុញមកកណ្ដាលសេវៀនដើម្បីងាយស្រួលក្នុងការប្រកួតអោបគ្នាបន្តទៀតជង្គង់ស្ដាំបបលេតស្ដាំដើរចូលជាបន្តជ័យវណ្ណៈមានព្រៀបត្រង់ដើរចូលគឺជង្គង់ឆ្វេងជង្គង់ស្ដាំវាញាប់ណាទីបលេតមិនហ្នឹងដើរចូលចាប់អោបបលេតស្ដាំសងឆ្វេងវណ្ណៈឆ្វេងស្ដាំទៅមកស្ដាំឆ្វេងស្ដាំកន្លែងនេះដើរចូលរុញចាប់អោបជង្គង់ឆ្វេងជង្គង់ស្ដាំបាកលាក៏វាយបែបនេះអ្នកមើលមានទឹកចិត្តអោបជង្គង់ឆ្វេងបវណ្ណៈតាត្រូវអ្នកកណ្ដាលរុញវណ្ណៈដើរចូលមកជើងឆ្វេងបវណ្ណៈរុញអោបបលេតបាននៅតែបន្តដើរចូលអញ្ចឹងបបង្គោលខៀវជ័យវណ្ណៈដើរចូលម្ដាយស្ដាំបបលេតល្អណាស់បាទម្ដាយស្ដាំសងវិញបងវណ្ណៈបើជង្គង់ស្ដាំកន្លែងនេះក៏ល្អដែរថែមជង្គង់ស្ដាំបើឆ្វេងសងត្រេះបបង្គោលក្រហមដែរពីបលេតលៀតធ្វើម៉េចសងទៅវិញមិនឲ្យចាញ់ចិត្តទេបាទមកជើងឆ្វេងបោះវណ្ណៈបាទជើងស្ដាំបបលេតវណ្ណៈជង្គង់ឆ្វេងស្ដាំវណ្ណៈបាទជ័យវណ្ណៈនេះវាយយូរទៅរឹងទៅបាទទឹកទី1ចូលមកផ្លាត់មកជើងហ្នឹងរាប់ដល់8ឥឡូវហ្នឹងបែរជាជើងហ្នឹងចង់ប្រើខ្លាំងជាងដៃទៀតដើរចូលជាបន្តឡើយនេះមកជង្គង់ថែមហើយក៏សងមកវិញខ្លះដែរពីសំណាក់បង្គោលក្រហមបាទដើរចូលជាបន្តទៀតមកដៃស្ដាំកណ្ដាលដើមទ្រូងជង្គង់ស្ដាំថែមស្ដាំបលេតឆ្វេងដើរចូលជាបន្តដូរទិសដៅហើយគឺទីបលេតអ្នកសម្រុកចូលវិញម្ដងកន្លែងនេះញាប់ណាថែមជង្គង់ឆ្វេងស្ដាំឆ្វេងសងស្ដាំទៅ
ទៀតដើរចូលជាបន្តទៀតធាក់ទុកស្ដាំមួយចូលរុញជង្គង់ស្ដាំវិញសងជ័យវណ្ណៈដើរចូលចាប់អោបជង្គង់ឆ្វេងវណ្ណៈស្ដាំសងបបលែតថែមស្ដាំឆ្វេងសងបានមានទៅយ៉ាងម៉េចនឹងកន្លែងនេះបើប្រហែលបន្តិចហ្នឹងអាចនឹងធ្លាក់ពីសៃវៀនហ្នឹងគ្រោះថ្នាក់ក៏ថាបានបើតែចំហកីឡាករហ្នឹងមានការប្រុងប្រយ័ត្នខ្លះដែរណាมันជាបញ្ហាធំទេដើរចូលជាបន្តជង្គង់ស្ដាំកន្លែងនេះល្អណាស់បោះវណ្ណៈបង្គោលខៀវរត់ខ្មាញ់ចូលបន្តទៀតវៃឲ្យជើងស្ដាំបោះវណ្ណៈកន្លែងនេះជង្គង់ស្ដាំវណ្ណៈឆ្វេងសងបបលែតសងទៅសងមកកន្លែងនេះមិនអីស្រឡាញ់គ្នាមែនអោបគ្នាហ្នឹងដើរចេញចូលជើងស្ដាំបោះវណ្ណៈចាប់ទឹកទី5ទៅហើយបើឃើញថា5ទឹកមកគឺមានទៅមានមកឥឡូវនេះអាញាកណ្ដាលលោកទេសរិនកំពុងតែដើរប្រមូលกระดาษបន្ទុកពីចៅក្រមទាំង5ដែលចៅក្រមទី1លោកប៊ីវីឡុងចៅក្រមទី2លោកស៊ុនប៊ុនធឿនចៅក្រមទី3លោកអេប៊ូថងទី4លោកហ៊ុតសេងទ្រីនិងទី5លោកប៉ាវកំអានបារងចាំមើលថាការវិនិច្ឆ័យរបស់ចៅក្រមទាំង5បាទផ្ដល់បន្ទុកយ៉ាងណាដែរបើសម្រាប់យើងខ្ញុំដែលជាអ្នកអត្ថាធិប្បាយគឺឃើញថាมันពិបាកនឹងការទាយទុកមុនណាព្រោះថាកីឡាករទាំងពីរនេះមានវ័យទៅវ័យមកអញ្ចឹងសងទៅសងមកมันឃើញទៅមានប្រៀបគ្នាទេប៉ុន្តែបើសម្រាប់លើចៅក្រមវិញគិតថាប្រហែលជាគាត់អាចផ្ដល់បន្ទុកបានព្រោះថាគាត់មានបទពិសោធន៍យូរឆ្នាំហើយតាក់ទិចក្នុងការឲ្យបន្ទុកមួយចំនួនទៀតដែលអ្នកទស្សនាមិនបានដឹងអញ្ចឹងហើយឥឡូវមកទស្សនាបច្ចេកទេសវ័យ5ទឹកចាំមើលពីណាដែលជាអ្នកឈ្នះមានហូមខាងខៀវក៏មានក្រហមក៏មានហមខៀវគូនេះស្មើគ្នាបាទលទ្ធផលជាផ្លូវការចេញគូនេះស្មើគ្នាដោយខ្ញុំថាអញ្ចឹងពិបាកស្មានឥឡូវនេះលទ្ធផលចេញហើយគឺស្មើគ្នាណា